ផាទី3របស់វិជែកគឺតោះផាទី3របស់វិជែកគឺអ្នកទាំងអស់គ្នា design OOP មួយដែលមាន class person មាន class student ហើយនឹងមាន class teacher បងប្អូនបាទហេតុអីបានយើងត្រូវ design អញ្ចឹងព្រោះតែនៅក្នុង form របស់យើងនេះគឺមាន student រួចហើយបងប្អូនហើយចំណែក teacher នេះក៏មាន form នេះរួចហើយ form teacher ហើយនិង form student ទៅមុខទៀតនឹងបញ្ចូលតន័យដើម្បី save ទុកក្នុង MySQL បងណាបាទអញ្ចឹង OOP ធ្វើអីខ្លះបាទ form student ឬ form teacher នេះនឹងបោះតន័យទៅឲ្យ student ដើម្បី save ទុកហើយ student នេះនឹងរុញទៅឲ្យ person ដើម្បី save ទុកបងណាបាទហើយចំណែកតាក់ទងនឹង form teacher អានេះមិន student ខ្ញុំនិយាយខុសនេះ student ណា form teacher នេះដូចមានព័ត៌មានដូចគ្នាត្រូវទេបាទនឹងចាប់ផ្ដើមរុញទៅឲ្យ class teacher នឹងរុញឲ្យ person save ទុកបងប្អូនបាទអាហ្នឹងមួយណាអាហ្នឹងដែលយើងត្រៀមធ្វើប៉ុន្តែយើងមិនទាន់ធ្វើទេអាហ្នឹងនៅតិចទៀតប៉ុន្តែអ្វីដែលយើងត្រូវធ្វើនេះគឺអ្នកទាំងអស់គ្នា design OOP សិន OOP ទី1គឺអ្នកទាំងអស់គ្នាបង្កើត class person ហើយព័ត៌មានទាំងអស់ព័ត៌មានរបស់ student ហើយនិងព័ត៌មានរបស់ teacher ត្រូវមករួមប្រជុំគ្នានៅក្នុង class នេះបាទនេះឧទាហរណ៍ថា first name last name email gmail គឺនៅក្នុងនេះទាំងអស់ student ហើយនិង teacher ដូចគ្នាមករួមនៅក្នុងនេះទាំងអស់ណាបាទអញ្ចឹងបើសិនជា student ចង់ប្រើព័ត៌មានដែលមាន first name last name email phone អីគឺទៅយកចេញពីគេ person teacher បើចង់មានព័ត៌មាន first name last name email phone photo អីគឺយកចេញពីគេ person ដូច្នេះក្នុងការ design OOP គឺធ្វើម៉េច person នឹងខ្លាយទៅជា base class student និង teacher ខ្លាយទៅអីគេ derived class អញ្ចឹងបានន័យថា student និង teacher inherit ទៅគេ person base class នេះអស់នេះហ្នឹងមួយណាហ្នឹងជាព័ត៌មានអីគេគឺឈ្មោះអី email អីតោះនេះបាទហ្នឹងមួយទៀតគឺសកម្មភាពបាទសកម្មភាពអ្នកទាំងអស់គ្នាមើលតើ teacher មាន delete ទេ teacher នេះ teacher មាន delete ទេមាន save ទេមាន update ទេបាទហើយមាន upload photo ទេបាទហើយតើមាន search ពី student ទេបងនេះបាទមានណាបាទអញ្ចឹងបើយើងងាកទៅមើល student តើមានចឹងដែរ student ក៏មានដូចគ្នាដែរ student មាន delete មាន update មាន save មានអីគេ upload photo ដូចគ្នាឬក៏ search ពី student អញ្ចឹងសកម្មភាពហ្នឹងដូចគ្នាហ៎បាទអញ្ចឹងបើដូចគ្នាគឺយើងយកវាទៅរួមដាក់នៅក្នុងអីគេ person ទាំងអស់គ្នាតោះនេះបាទដូច្នេះបើសិនជាយើងចង់ save ព័ត៌មានយើងអាចហៅ function save ចេញពី person ដើម្បី save បើយើងចង់ save របស់ teacher អាចហៅ function ពី person ដើម្បី save បញ្ចូលគ្រាន់តែ student និង teacher បោះព័ត៌មានឲ្យនេះបើសិនជាអត់ទេបើសិនជាក្នុងករណីណាមួយថាក្នុងការ save ព័ត៌មានបើសិនជាតិន័យអត់ដូចគ្នាទេខុសគ្នាផ្សេងទៀត student នេះអាចបង្កើត function ខ្លួនឯង teacher អាចបង្កើត function ខ្លួនឯងបាទនេះបាទដឹងណាបាទមួយទៀតមិញបង្កើត class រួចហើយ inherit រួចហើយ student teacher នេះ inherit ទៅ person ដើម្បី
ហៅ member របស់ person យកមកប្រើមួយទៀត style មួយទៀត OP មួយទៀតគឺយើងធ្វើលក្ខណៈ polymorphism មួយទៀតបងប្អូនអញ្ចឹងដោយសារតែ person នេះអាចមាន function មួយចំនួននៅក្នុងហ្នឹងហើយ student និង teacher នេះ inherit ទៅ person ហ្នឹងច្បាស់ជាមាន person ដូចក្នុង person ហ្នឹងដែរបងប្អូនអញ្ចឹងជា goal ដើម្បីរក្សា function នឹងឲ្យដូចគ្នាឈ្មោះដូចគ្នាដូច្នេះ person នេះបង្កើត function ត្រូវតែអីគេ polymorphism ហើយ student ហើយ teacher នេះបង្កើត function ត្រូវ polymorphism មិនបាន polymorphism function ដែលមានឈ្មោះដូចគ្នាតែទីតាំងខ្លះផ្សេងពីគ្នាប៉ុន្តែឥឡូវវាលេងផ្សេងពីគ្នាមកអញ្ចឹងព្រោះតែខ្លះនឹង inherit ទៅអញ្ចឹង member របស់ person ហើយនិង member របស់ student បូកចូលគ្នាបាទបូកចូលគ្នាយើងប្រើបានទាំងអស់អស់នេះតោះ design អញ្ចឹងណាអញ្ចឹង3ទី1បង្កើត class អាហ្នឹង instruction ដែលត្រូវតែធ្វើឲ្យត្រូវណាទី2បង្កើត class 3អញ្ចឹងហើយទី2ត្រូវ inherit បាទណា inherit ហើយទី3ត្រូវតែ style polymorphism អញ្ចឹង part 3ទៅធ្វើមិនឲ្យត្រូវរឿងហ្នឹងណាឥឡូវយើងមកមើល code មានហើយណាបាទអត់មានរឿងអីមិនត្រូវទេព្រោះ code ឲ្យអស់ហើយយើងបង្ហាញវីដេអូទៀតអញ្ចឹងអ្នកទាំងអស់គ្នាធ្វើមិនខ្លះអ្នកទាំងអស់គ្នាចូលមកក្នុងនេះទៅបច្ចេករបស់យើងបន្តទៀត part 1 part 2យើងរួចហើយចូលទៅក្នុងហ្នឹងអ្នកទាំងអស់គ្នាបង្កើត person មួយ name space ហើយបង្កើត file មួយឈ្មោះអីគេ person.cs យើងចូលទៅក្នុង file ហ្នឹងទៅអ្នកទាំងអស់គ្នានឹងឃើញព័ត៌មាននៅក្នុង person ព័ត៌មានគេអានេះ ID first name ត្រូវទេ last name ត្រូវទេ gender ដូចគ្នា DOB ប្រើដូចគ្នាប៉ុន្តែយើងប្រើលក្ខណៈជា property ទៅណាបាទ national ID តាញៀនបានមានដូចគ្នា email phone មានដូចគ្នា address ភូមិឃុំស្រុកមានដូចគ្នា username password ដូចគ្នា photo ដូចគ្នាអញ្ចឹងបើដូចគ្នាទាំងអស់student និង teacher មិនចាំបាច់បង្កើតខ្លួនឯងទេចាំតែ inherit ពីរបស់ person យកប្រើទៅបានហើយបាទនេះបាទហើយតែហៅយកប្រើយើង complete តែត្រូវមាន public សញ្ញាសួរដាក់ទៅអីចាំសញ្ញាសួរមែននេះសញ្ញាសួរមុខដែរអត់ហើយចាំមែនអានឹងរំលឹកឡើងវិញគេខ្ញុំ plate នេះបើសិនជា variable នឹងស្មើ null គេការពារ error ណាក្នុង C# តើកាលណា variable ស្មើ null ពី error ផង អញ្ចឹងបើយើងបំលែងវាទៅជា file e error បាត់អញ្ចឹងដើម្បីរក្សាវាកុំឲ្យមានបញ្ហាហ្នឹងដាក់សញ្ញាសួរទៅដើម្បី variable ទាំងអស់ហ្នឹងវាអាចទទួលតម្លៃ null បានតោះណាកន្លែងហ្នឹងបាទអូខេតទៀតយើងមាន function save ឃើញអត់នេះ function update មានទេមាន delete search អីទៀត view មានទេ view profile មានដូចគ្នាអញ្ចឹងហ៎បាទ login មានដូចគ្នាមាន logout មានដូចគ្នា change password ក៏មានដូចគ្នា upload រូបភាពមានដូចគ្នាបាទមានដូចគ្នាចុះរហូតម្ដងក្រោមនេះបាទអញ្ចឹងដូច្នេះបើរាប់ទៅប្រហែលជា function នេះមាន10ជាងហើយ variable នេះមានជិត20បងនេះអញ្ចឹងសរុបទៅវាហាលជា20 member ជាងបាទអញ្ចឹងពេលយើង design រួចរាល់អស់ហើយយើងចាប់ផ្ដើមទៅបង្កើត class ទៀតណាបាទអញ្ចឹងយើងបង្កើត class ទៀតអ្នកទាំងអស់គ្នាចូលទៅមើលយើងបង្កើត class នៅក្នុង student ម្ដង student នេះយើងបង្កើតនៅក្នុង namespace student មកហើយ file ឈ្មោះ student.cs ចូលទៅក្នុងហ្នឹងអ្នកទាំងអស់គ្នាបង្កើត class មួយតោះមើលណាពេលហ្នឹង student inherit ទៅ person ណា inherit នៅបាទអញ្ចឹង student នឹងមានមក play ដែរមក play នៅអីគេបានន័យថាទាំង function ទាំងអីមានអីទាំងអស់ណាfunction ទាំងអស់នេះយើងអត់តន់ធ្វើអីទេបងប្អូនតទៅមុខទៀត function ទាំងអស់នេះកែកូដទាំងអស់អាណា update ណា delete អីយើងត្រូវសេកូដតទៀតណាបាទអានេះយើងគាត់ design វាមានឲ្យហើយបាទបាទអញ្ចឹង student មាន inherit person គឺមាន member មក play ដូច person ណាមាន
អ្នកទាំងអស់គ្នាមើលតើកាលណាវាចេញសញ្ញាបៃតងអញ្ចឹងដាក់សញ្ញាសួរវាណាបាទដើម្បីទៅវាបាត់ហើយដើម្បីវាទទួលតម្លៃណាអ្នកទាំងអស់គ្នាមើលតើ person មាន function save ដែរមាន update ដែរមាន delete ដូចគ្នាមាន upload photo ដូចគ្នាបាទអញ្ចឹងធ្វើម៉េចឲ្យដរាយខ្លះប្រើបានបោះខ្លួនឯងផងប្រើបានទាំងបោះ person នឹងផងចឹងគឺយើងធ្វើ polymorphism គឺ override ប៉ុន្តែបើ override បានលុះត្រាតែ person ដាក់អីគេ virtual ផងបាទចាំប៉ុណ្ណឹងក៏បានដែរណាបងប្អូនបាទអូខេប៉ុណ្ណឹងចុះយើងមើលចុះមកក្រោមឃើញ function upload ពេលហ្នឹង function upload នេះហៅ upload photo ហៅរបស់ណាគេនេះបាទហៅរបស់ base class function នេះជា function របស់ base class នៅក្នុង person បាទបន្តមកទៀត teacher ក៏ដូចគ្នាដែរអត់ខុសគ្នាទេណាអ្នកទាំងអស់គ្នាបង្កើត teacher inherited person ហើយ teacher មាន student code ខ្លួនឯងហើយមាន save មាន update delete ដូចគ្នាអញ្ចឹងបងប្អូនបាទអញ្ចឹងឥឡូវយើងធ្វើបានហើយបង្កើត class ចំនួន3រួចរាល់ inherit ធ្វើបាននៅបានហើយតម្រង់ polymorphism មាននៅមានហើយអញ្ចឹងឲ្យផាត3ធ្វើម៉េចឲ្យត្រូវបែបផែនវាគឺ3ហ្នឹងតោះនេះបាទចប់ពីហ្នឹងទៅជួបគ្នាលើក្រោយទៀតណាគឺចាប់ផ្ដើមកណិត MySQL ទុកឲ្យហើយអត់ទាន់អ្នកណាដែលមាន MySQL គួរ save គួរ install ទុកដាក់ក្នុងកុំព្យូទ័រហើយណានេះបាទហ្នឹងដាក់ហើយតាន់បើ save ដាក់ឲ្យអត់ណា save install ឲ្យក៏បានដែរប្រើ workbench ទៅវាលឿនជាងណាតោះអស់នេះអត់ទេចាំខ្ញុំប្រហែលចាំអត់មានឡើងតោះណាបាទអញ្ចឹង part 3នេះដាក់3ថ្ងៃឯងបើមួយណាណាអូមួយធ្វើមិនបានមួយអូចុកដៃមួយវាប្រឹងដាច់លឿនណាអូទៀតហ៎អូអត់ចង់រួយវាធ្ងន់ពេកអូពីរត់ធ្ងន់អូខេsave វីដេអូទុកឲ្យមួយសិន